ថ្មីៗនេះខ្ញុំបានមើលវីដេអូ TikTok ហើយក៏ឃើញមានមាតិកាវីដេអូមួយដែលអ្នកលក់ទូរស័ព្ទគាត់សន្ទនាជាមួយនឹងក្មេងស្រីម្នាក់ដែលពឹងពារឲ្យគាត់ជួយតម្លើង Telegram នៅក្នុងទូរស័ព្ទរបស់គាត់ហើយវីដេអូនោះមើលទៅវាជារបៀប prank ដែលយើងហៅ prank បែបកម្សាន្តសប្បាយអញ្ចឹងទេណាបាទឈរអីចឹងទៅឲ្យនិយាយឲ្យលេងអីចឹងទៅណាបាទរំលឹកដល់ខ្ញុំរឿងទី3ដែលខ្ញុំចង់ចែករំលែកដែររឿងទី1នោះគឺជាការថតរូបការបង្ហោះរូបជាសាធារណៈអឺក្មេងដែលអត់ទាន់គ្រប់អាយុហើយដោយសារតែរាល់ការបង្ហោះនោះត្រូវតែសុំការអនុញ្ញាតពីអាណាព្យាបាលអាចជាឪពុកម្ដាយបើសិនជាអត់ពុកម្ដាយទេអាចថាជាបងប្អូនដែលជាអាណាព្យាបាលរបស់គាត់ការថតរូបគាត់ហើយផុសរូបគាត់ជាសាធារណៈបែបនេះបើទោះបីជាគ្រូក្ដីគាត់ត្រូវតែមានការអនុញ្ញាតពីឪពុកម្ដាយដែរឬក៏មានហេតុផលសមរម្យនៅក្នុងការធ្វើវីដេអូជាសាធារណៈដែលមានរូបថតមានរូបភាពក្មេងៗទាំងអស់នោះដែរអ្នកនរគ្នាអាចsearch ស្វែងរកមើលនៅហេតុផលអីបានយើងត្រូវធ្វើបែបនេះបាទរឿងទី2គឺការតាក់ទងជាមួយនឹងការបង្កើត Telegram ដូចយើងដឹងហើយTelegram ដើម្បីបង្កើតបានតមានលេខទូរស័ព្ទដើម្បីមានបានតើយើងមានអត្តសញ្ញាណប័ណ្ណបានតើយើងទិញលេខទូរស័ព្ទបានដើម្បីមានអត្តសញ្ញាណប័ណ្ណបានតើតើយើងគ្រប់អាយុហើយចុះឈ្មោះទៅស្នើសុំអត្តសញ្ញាណប័ណ្ណបានអត្តសញ្ញាណប័ណ្ណហើយមិនយកហ្នឹងទៅទិញលេខទូរស័ព្ទនៅក្នុងវីដេអូនោះគឺបើតាមមើលទៅកូនក្មេងអាយុតិចទេហើយគាត់ក៏ស្នើសុំឲ្យអ្នកលក់ទូរស័ព្ទជួយបង្កើត Telegram ឲ្យគាត់មែនតើទៅនោះគឺអត់ត្រូវបង្កើតឲ្យទេអត់ត្រូវបង្កើត Telegram ឲ្យគាត់ទេបើសិនជាគាត់អត់មកជាមួយឪពុកម្ដាយគាត់ឬក៏មកជាមួយអាណាព្យាបាលរបស់គាត់បើទោះបីជាមានអាជ្ញាព្យាបាលក្ដីក៏អ្នកដែលបង្កើតឲ្យនោះគួរតែប្រាប់ដែរថា Social Media ទាំងអស់ហ្នឹងអត់ត្រូវឲ្យកូនប្រើប្រាស់ទេដោយសារតែគាត់អត់ទាន់គ្រប់អាយុក្នុងការប្រើប្រាស់រឿងអាណាព្យាបាលក្នុងការបង្ខំឲ្យយើងនៅក្នុងការបង្កើតឲ្យTelegram ក្ដី Facebook ក្ដីឬក៏ TikTok ក្ដីហ្នឹងសម្រេចចិត្តខ្លួនឯងចុះបើខ្ញុំមិនមែនអ្នករកស៊ីក្នុងនោះខ្ញុំមិនដឹងថាតើគួរធ្វើបែបណាទេប៉ុន្តែជាអ្នកសិក្សាស្រាវជ្រាវខាងផ្នែក Social Media ម្នាក់ដែរហើយអ្នកធ្វើការខាងផ្នែកសិទ្ធិ Digital ហ្នឹងខ្ញុំលើកទឹកចិត្តថាមិនគួរឲ្យក្មេងក្រោមអាយុនៅក្នុងការប្រើប្រាស់បណ្ដាញសង្គមទេជាពិសេសគឺទូរស័ព្ទហើយនឹង Telegram តែម្ដងមានរឿងច្រើនទាក់ទងជាមួយនឹងការប្រើប្រាស់ Telegram ដូចយើងជាមនុស្សពេញវ័យយើងដឹងហើយថានៅក្នុង Telegram នោះមានអ្វីខ្លះហើយអ្នកណាខ្លះដែលអាចមើលនៅមាតិកាផ្សេងៗដែលខ្លួនឯងចង់មើលបានពេលដែលយើងអនុញ្ញាតឲ្យកូនយើងប្រើប្រាស់ទូរស័ព្ទជាមួយនឹង Telegram account ដោយមិនមានការតាមដានត្រឹមត្រូវយើងអាចនឹងប្រទះជាមួយនឹងរឿងជាច្រើនដែលយើងមិនអាចគ្រប់គ្រងបានតាក់ទងជាមួយទៅនឹងរឿងមាតិកាអាភាសការឆបោកតាមអនឡាញការរំលោភបំពានតាមអនឡាញជាច្រើនទៀតហើយឪពុកម្ដាយយើងជាឪពុកម្ដាយយើងអត់មានលទ្ធភាពឬក៏យើងអាចទៅតាមដានកូនបាននៅលើការប្រើប្រាស់ Telegram របស់ពួកគេទី1ទី2ទៀតវាពិបាកសម្រាប់ឪពុកម្ដាយដែរខ្ញុំចូលជាឪពុកគេដែរត្រូវការប្រើប្រាស់ Telegram ដោយសារតែសាលាតម្រូវឲ្យមាន Telegram ហើយបង្កើតជាក្រុមអីចឹងទៅជាមួយនឹងកូនសិស្សដទៃទៀតអីចឹងទៅណាបាទប៉ុន្តែដើម្បីឲ្យបាន Telegram នោះអ្នកខ្លះក៏ត្រូវទៅបង្កើត Telegram ដូចគ្នាដែរនៅ shop នៅហាងមួយចំនួនទៅដើម្បីឲ្យអាចប្រើប្រាស់ Telegram ជាមួយនឹងថ្នាក់រៀនរបស់ខ្លួនឯងបានកន្លែងនេះដែលជាការពិបាករបស់ខ្ញុំដែរពិបាកដល់ខ្ញុំចង់សំដៅទៅលើអ្នកដែលសិក្សាខាងផ្នែកសិទ្ធិ Digital ហ្នឹងគឺខ្ញុំកំពុងសិក្សាដែរថាហេតុអីបានជាក្រសួងអប់រំគាត់អនុញ្ញាតឲ្យទៅប្រើប្រាស់ Telegram ថាតើមានវិធានសន្តិសុខភាពមួយចំនួនដែលក្រសួងដាក់ឲ្យប្រើប្រាស់មុនពេលដែលអនុញ្ញាតឲ្យសាលានានាឬក៏សិស្សដទៃហ្នឹងគាត់អាចប្រើប្រាស់បណ្ដាញសង្គមហ្នឹងឲ្យមានសុវត្ថិភាពបានអាចថាមានហើយខ្ញុំអត់បានអានប៉ុន្តែសម្រាប់ Telegram គឺពិបាកខ្លាំងដោយសារតែយើងដឹងអញ្ចឹងបាទចឹងដល់ពេលខ្ញុំឃើញមាតិកាវីដេអូដែលជា prank ទេបាទគេបង្ហោះសន្ទនាជាមួយនឹងកូនក្មេងស្រីហ្នឹងបាទហើយការបង្កើត Telegram ការបង្ហាញមុខជាសាធារណៈអញ្ចឹងណាខ្ញុំគាត់បានដឹងដែរថាគេលោថានៅពីក្រោយការផលិតមាតិកាវីដេអូហ្នឹងគាត់បានសាកសួរទៅឲ្យអាណាព្យាបាលឬពុកម្ដាយហើយអញ្ចឹងទៅណាបាទតែសំខាន់សម្រាប់ខ្ញុំនៅពេលនេះហ្នឹងគឺថាបាទការទី1គឺការបង្ហាញមុខក្មេងដែលអត់មានការអនុញ្ញាតពីឪពុកម្ដាយឬអាណាព្យាបាលគឺជារឿងមិនត្រឹមត្រូវទេហើយទី2ទៀតការប្រើប្រាស់ Telegram ដើម្បី
ឲ្យសម្រាប់កូនក្មេងក្បាលប្រាស់ក៏កាន់តែមិនត្រឹមត្រូវដែរហើយខ្ញុំលើកទឹកចិត្តទៅដល់អ្នកដែលបង្កើតគណនី social media គណនីបណ្ដាញសង្គម Facebook ក្តី TikTok ក្តី IG ក្តី Telegram ក្តីបើសិនជាមានកូនក្មេងគាត់ឲ្យមកជួយបង្កើតចឹងដោយមិនមានអ្នកណាព្យាបាលរបស់គាត់មកជាមួយទេខ្ញុំលើកទឹកចិត្តថាមិនគួរបង្កើតឲ្យគាត់ទេមួយទៀតដែរបើសិនជាយើងឃើញថាក្មេងនោះវាក្រោមអាយុយើងក៏គួរប្រាប់ឪពុកម្ដាយដែរថាក្មេងហ្នឹងក្រោមអាយុគេអត់អនុញ្ញាតឲ្យទេគាត់លើសអាយុដែលតម្រូវឲ្យអាចបង្កើតបានយើងគួរតែពន្យល់ទៅកាន់អាណាព្យាបាលវិញដែរសម្រាប់ក្រសួងអប់រំវិញខ្ញុំលើកទឹកចិត្តថាគួរតែពិចារណាឡើងវិញក្នុងការដាក់ឲ្យប្រើប្រាស់នៅបណ្ដាញសង្គមទៅកាន់កូនក្មេងជាពិសេសគឺ Telegram តែម្ដងគួរតែពិចារណាឡើងវិញថាតើគួរតែប្រើ Telegram បន្តទៀតឬក៏ប្រើ Telegram ប៉ុន្តែនៅក្នុងកម្រិតណាហើយគួរតែមានការធ្វើការវិតម្លៃទុកមុនស្ដីអំពីសុខភាពក្នុងការប្រើប្រាស់ Telegram របស់កុមារបាទ